ជាដំបូងខ្ញុំបាទសូមគោរពដល់លោកគ្រូនិងសិស្សានុសិស្សទាំងអស់ខ្ញុំបាទឈ្មោះគឹមឡុងមកពីសិស្សថ្នាក់ទី 12B ចំណុចសំខាន់នៃមេរៀនមាន 1. សារៈសំខាន់នៃអំណាចហិរញ្ញវត្ថុ 2. មជ្ឈមណ្ឌលនៃការសម្រេច 3. មជ្ឈមណ្ឌលស្រាវជ្រាវនិងនវកម្ម 4. ភាពជាម្ចាស់ការលើភ្លុច 5. អំណាចនយោបាយតើមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចដ៏ធំមួយត្រូវមានធនធាននិងអំណាចអ្វីខ្លះ លក្ខណៈសម្គាល់សំខាន់បំផុតនៃមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចមួយមានអំណាចហិរញ្ញវត្ថុអំណាចនិងការសម្រេចនៃការស្រាវជ្រាវនិងនវកម្មភាពម្ចាស់ការលើភ្លុចទាំងឡាយនិងអំណាចនយោបាយ 1. សារៈសំខាន់នៃអំណាចហិរញ្ញវត្ថុតើអំណាចហិរញ្ញវត្ថុសំខាន់មាននៅទីណាខ្លះចូលរៀបរាប់អំណាចហិរញ្ញវត្ថុសំខាន់មាននៅទីក្រុងញូវយ៉កនិងប៉ារីសមាន 5 ទីក្រុងឡុងមាន 3 និងទីក្រុងតូក្យូមាន 12 ញូវយ៉កជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតក្នុងលោកជាទីផ្សារពិភពលោកដែលបើក 24 ម៉ោង ទីតាំងហិរញ្ញវត្ថុទីក្រុងតូក្យូទទួលបានការរីកចម្រើនដ៏អស្ចារ្យ ទីក្រុងឡុងអាចឈរនៅជួរទី 1 ដោយសារការបន្ធូរបន្ថយវិន័យនៃទីផ្សារភាគហ៊ុនកាលពីឆ្នាំ 1985 តើអំណាចហិរញ្ញវត្ថុដែលខ្លាំងគ្មានគូប្រៀបនៅទីណាខ្លះចូលរៀបរាប់អំណាចហិរញ្ញវត្ថុដែលខ្លាំងក្លាគ្មានគូប្រៀបមាននៅស៊ីធីក្រុងឡុង Wall Street នៅញូវយ៉កសង្កាត់ម៉ារ៉ូនូជីនិងនៅទីក្រុងតូក្យូ 2. មជ្ឈមណ្ឌលនៃការសម្រេចតើអំណាចនៃការសម្រេចមាននៅទីណាខ្លះចូលរៀបរាប់អំណាចនៃការសម្រេចមាននៅក្នុងមជ្ឈមណ្ឌលមួយចំនួនដែលមានសិទ្ធិនៃអធិការខាងជើងដែលជាអ្នករៀបចំចាត់ចែងលំហពិភពលោកនៅក្នុងពិភពលោកមូលធននិយមមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ប្រមូលផ្ដុំស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិកអឺរ៉ុបខាងលិចរ៉េណានទីស្នាក់ការញូវយ៉កមួយមានដល់នៅទៅ 13 ក្នុងពិភពលោកប៉ុន្តែនៅប្រទេសជប៉ុននៅសហរដ្ឋអាមេរិកគ្រាន់តែក្នុងសង្គមក្នុងបញ្ហាទីស្នាក់ការទាំង30នៃក្រុមហ៊ុនធំប្រទេសតូចដូចជាប្រទេសស្វីសមានទីក្រុងស៊ូវិចបាល់និងស៊ីណែលពេអ៊ីបាឬហូឡង់មានទីក្រុងអាំងស្ទែដាមនិងរ៉ូតែដាមនិងប្រទេសលុចសម្បូររក្សាទុកអំណាចបញ្ជាកម្រិតថ្នាក់ពិភពលោកដោយសារតែភាពសម្បូរមូលធននិងគំនិតច្នៃប្រឌិតពីមជ្ឈដ្ឋានពាណិជ្ជកម្មផងដែរមេត្រូប៉ូលខ្លួនត្រូវបានពង្រឹងតួនាទីដោយសារវត្តមាននៃទីស្នាក់ការអង្គការអន្តរជាតិធំដ៏សកម្មមានដូចជាអូនូនៅទីក្រុងញូវយ៉ក UNESCO នៅទីក្រុងប៉ារីសសហភាពសមុទ្រអន្តរជាតិនៅទីក្រុងឡុង OPEC នៅទីក្រុងវីយ៉ែនប្រទេសអូទ្រីសជាដើមនិយាយរួមទីតាំងហិរញ្ញវត្ថុសំខាន់បង្កើតបានជាលំហហិរញ្ញវត្ថុអន្តរជាតិមួយគេឃើញមានទីតាំងហិរញ្ញវត្ថុខ្នាតអន្តរជាតិចំនួនប្រមាណ 10 ដែលនៅក្នុងមានមជ្ឈមណ្ឌលបង្វិល 3 ក្នុងការធ្វើចរាចរណ៍ប្រាក់កាសលើពិភពលោកគឺញូវយ៉កឡុងនិងតូក្យូ 3. មជ្ឈមណ្ឌលស្រាវជ្រាវនិងនវកម្មនៅក្នុងប្រទេសឧស្សាហកម្មមួយចំនួនតូចរបកគំហើញសំខាន់ផ្នែកវិទ្យាសាស្ត្រនិងការចម្រើនផ្នែក
បច្ចេកវិទ្យាបានមកពីមជ្ឈមណ្ឌលស្រាវជ្រាវឬមន្ទីរពិសោធន៍របស់សហគ្រាសធំតាំងនៅក្នុងមូលដ្ឋានបញ្ញាវន្តសមស្របមួយ ហេតុនេះហើយបានជាភាពម្ចាស់ការលើថាមពលនុយក្លេអ៊ែរក្នុងស្រុកជាឯកសិទ្ធិរបស់រដ្ឋចំនួន26ដែលនៅទ្វីបអឺរ៉ុបមានទៅដល់15រដ្ឋវឌ្ឍនភាពផ្នែកព័ត៌មានវិទ្យាធ្វើឲ្យសម្ភារៈមួយចំនួនក្លាយទៅជាវត្ថុដែលគេលែងត្រូវការយ៉ាងឆាប់រហ័ស មជ្ឈមណ្ឌលសកម្មសំខាន់នៅស្ថិតនៅតំបន់ប៉ាស៊ីហ្វិកដូចជា Silicon Valley ក្បែរ San Francisco និង Tsukuba ជិត Tokyo វងព្រះអាទិត្យអាមេរិកនិងមេកាឡូប៉ូលជប៉ុនស្ថិតនៅក្នុងក្រុមនាំមុខពីមុខប៉ូលបច្ចេកវិទ្យាអឺរ៉ុប ឧស្សាហកម្មស្រួចស្រាវរបស់ប្រទេសជប៉ុនប្រមូលផ្ដុំទៅនៅជិតនៃសាកលវិទ្យាល័យនិងការស្រាវជ្រាវក្នុងបុរីវិទ្យាសាស្ត្រឬតិចណូប៉ូលចំនួន16ដែលទទួលបានការឧបត្ថម្ភគាំទ្រពី MITI ក្រសួងមានន័យថាក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ ប្រទេសជប៉ុនបានបង្កើតបានមេកាឡូប៉ូលីសរបស់ខ្លួនដែលលាតសន្ធឹងលើបណ្ដោយជាង 1200 គីឡូម៉ែត្រតាមឆ្នេរប៉ាស៊ីហ្វិកនិងសមុទ្រក្នុងគឺជាអ្វីដែលជនជាតិអាមេរិកបាននឹកស្រមៃថាបានកម្រិតត្រឹមຂະຫນາດទីក្រុងបូស្តុន ឬ Silicon Valley កាលពីជាង30ឆ្នាំមុន នៅខាងជើងក្រុងតូក្យូ ប្លែនអ៊ីបារ៉ាគីជាបុរីមួយក្នុងបណ្ដាបុរីសំខាន់នៃជឿនលឿនបំផុតនៅតំបន់នោះ នៅជុំវិញសាកលវិទ្យាល័យ Tsukuba មានមជ្ឈមណ្ឌលស្រាវជ្រាវនិងរោងចក្រឧស្សាហកម្មប្រមាណជាង10ត្រូវបានបង្កើតឡើងដោយការប្រើប្រាស់និងផលិតគ្រឿងសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ក្រោមការដឹកនាំរបស់រដ្ឋនិងមានបុគ្គលិកធ្វើការចំនួន 200,000 នាក់ដែលក្នុងនោះមានចំនួន 1/4 ធ្វើការផ្នែកសិក្សាអប់រំនិងស្រាវជ្រាវ 4. ភាពជាម្ចាស់ការលើផ្លូវសំខាន់សម្រាប់បម្រើឲ្យមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចគឺផ្លូវព័ត៌មាននិងការដឹកជញ្ជូន មជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចតែងប្រមូលផ្ដុំមធ្យោបាយបម្រែបម្រួលព័ត៌មានទាំងឡាយ ទីភ្នាក់ងារសារព័ត៌មានធំអាចធានារ៉ាប់រងបាននូវទំនាក់ទំនងនៅក្នុងគ្រប់ប្រទេសដូចជា Associated Press អាមេរិក ទីភ្នាក់ងារសារព័ត៌មាន TASS នៅរុស្ស៊ីឬ France Press 5. អំណាចនយោបាយធ្វើអន្តរកម្មផងដែលនៅក្នុងជីវភាពសេដ្ឋកិច្ច New York ពុំមែនជារដ្ឋធានីរបស់សហរដ្ឋអាមេរិកទេ ហើយក៏ពុំមែនជារដ្ឋធានីរបស់រដ្ឋណាមួយនៅក្នុងចំណោមរដ្ឋទាំង50ដែរ ប៉ុន្តែបានមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចជាច្រើនជារដ្ឋធានីរបស់ប្រទេសដូចជានៅប្រទេសបារាំងឬក៏ជាស្នាក់ការរបស់អង្គការសេដ្ឋកិច្ចធំដូចជា Brussels
ជាទីស្នាក់ការនៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុបសប្តាហ៍ថ្ងៃខ្ល้ายទៅជាសហរដ្ឋអឺរ៉ុបការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកពឹងផ្អែកលើសកម្មភាពនៃមេត្រូប៉ូលធំៗដែលប្រមូលផ្ដុំអំណាចហិរញ្ញវត្ថុអំណាចសម្រេចមជ្ឈមណ្ឌលផ្នែកទំនាក់ទំនងនិងរបបកំហើញបច្ចេកវិទ្យាដោយជួនកាលអំណាចនយោបាយផងដែរជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលយកពេលវេលាដ៏មានតម្លៃមកស្ដាប់ខ្ញុំបកស្រាយសូមអរគុណ